បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចមកពួកខ្ញុំក៏បានមកលេងមកកន្លែងទៀតដល់មកកន្លែងហ្នឹងដូចជាភូមិបុរាណបន្តិចហើយនៅក្នុងហ្នឹងមានជាការចាក់បញ្ចាំង show ផ្សេងដូចសាលមហោស្រពនៅក្នុងហ្នឹងមួយទៀតអញ្ចឹងណាអញ្ចឹងខ្ញុំមិនដឹងថាហៅធ្វើម៉េចដើម្បីវាត្រឹមត្រូវពិបាកមែនតើហើយនៅក្នុងហ្នឹងគឺនិយាយទៅមានជាហាងលក់អីវ៉ាន់ហាងគេលក្ខណៈថាលក់របស់ប្រចាំតំបន់អញ្ចឹងណាហើយបើរឿងប្លង់ថតរូបវិញនៅហ្នឹងគឺអត់ខ្វះតែម្ដងគឺច្រើនមែនតើហើយតែសភាពស្អាតខ្លាំងស្អាតហើយនឹងមានដូចផ្ទះនេះអញ្ចឹងគឺគាត់បានឆ្លុះបញ្ចាំងពីប្រជាជនណាស៊ីជូដែលគាត់រស់នៅហ្នឹងគេរស់នៅរបៀបម៉េចគេធ្វើអីគេខ្លះគេមាននិយាយទៅវាលក្ខណៈដូចភូមិវប្បធម៌ផាកេអញ្ចឹងចាអូខ្ញុំទំនឹកឃើញអាចនឹងនិយាយថាជាភូមិវប្បធម៌ចាហើយនៅក្នុងហ្នឹងគេមានលក់របស់ញ៉ាំតិចតួចសម្រាប់ឲ្យអ្នកដើរលេងនៅក្នុងហ្នឹងញ៉ាំបានអញ្ចឹងដោយសារនៅក្នុងហ្នឹងគឺធំមែនតើធំខ្លាំងហើយពេលដែលយើងមុនចូលហ្នឹងយើងត្រូវទិញសបុកទិញអីឲ្យហើយនៅក្នុងហ្នឹងក៏មានការដូចកន្លែងនេះអញ្ចឹងមានគេចាក់ចាំង 3D មានអីអញ្ចឹងយើងទិញសបុកតែម្ដងគឺយើងចូលបានគ្រប់កន្លែងចាហើយកន្លែងចាក់ 3D នេះដែរក៏គេបានប្រាប់យើងដែរពេលយើងចូលទៅមើលហ្នឹងសម្រាប់អ្នកដែលឆាប់វិលមុខអ្នកអីចឹងអ្នកលើសឈាមឬក៏អីអាចនឹងត្រូវការពេលធ្វើមិនខ្លះឬក៏ងើបចេញដើរអញ្ចឹងណាអត់ឲ្យទ្រាំទេព្រោះអីអានេះពេលយើងតិចទៀតអ្នកនរគ្នានឹងឃើញពេលមើលទៅវាវិលមុខខ្លាំងមែនតើអ្នកនរគ្នាអាចមើលបាននេះវាមើលដំបងវាអត់សូវអីទេណាប៉ុន្តែតយូរទៅមានអារម្មណ៍ថាសើហ្មងប៉ុន្តែប្លែកភ្នែកមួយយ៉ាងតែអញ្ចឹងទៅធ្វើឲ្យចាស់គាត់មើលទៅគាត់រៀងប្លែកភ្នែកដែរលក្ខណៈថាយកចាស់ទៅដើរលេងនៅសម័យក្មេងលក្ខណៈថាទំនើបដូចក្មេងអញ្ចឹងពួកអីជាធម្មតាបើសិនជាឲ្យគាត់នៅផ្ទះឬយើងសុកហៅគាត់ទៅក៏គាត់អត់ទៅដែរប៉ុន្តែបើដើរលេងចេះគាត់ចេះគេទៅណាគាត់ទៅនឹងដែរអញ្ចឹងទៅធ្វើឲ្យពួកគាត់មានអារម្មណ៍ថាប្លែកភ្នែកខ្លាំងមែនតែននិយាយទៅនេះដូចជាគេចាក់បញ្ចាំងប្រហែលជា10ទៅ15នាទីចាហើយបើសិនជាមានការវិលមុខឬក៏អីគេឲ្យអនចោះបិទភ្នែកឬក៏ទ្រាំអត់បានហ្មងគេឲ្យយើងចេញទៅក្រៅហ្មងព្រោះអីនៅកន្លែងហ្នឹងរៀងទូដែរទេចេញបន្តិចដល់កន្លែងខាងក្រៅហើយអញ្ចឹងអ្នកនរគ្នាអាចមើលបានថាមានការវិលមុខអត់ព្រោះវាហោះទៅហោះមកស៊ឺតសតចឹងអីចឹងណាអើយហើយកន្លែងមើលនេះមាន2កន្លែងទៀតខ្ញុំចូលដល់កន្លែងទី2គឺបែកសើតែម្ដងចាអើយហើយបន្ទាប់មកយើងចេញមកក្រៅយើងក៏មានភូមិដែលផ្ទះលក្ខណៈទូចអញ្ចឹងណាអូយខ្ជិះខ្ជូតខ្លាំងមែនតើបើអ្នកនរគ្នាបានទៅលេងនឹងកុំភ្លេចដាក់កៅអៅឈរសម្រាប់យកទៅផ្លាស់ប្ដូរថតរូបអញ្ចឹងណាហើយបន្ទាប់មកដល់ម៉ោង4កន្លះគេដល់ម៉ោងចាក់បញ្ចាំងខ្ញុំអត់ច្បាស់ថា4កន្លះឬក៏5កន្លះហើយអ្នកចង់វែងព្រោះរៀងយូរដែរទៅបានមកបញ្ចូលសំឡេងហើយនៅក្នុងនេះគេបានចាក់បញ្ចាំងពីរឿងខ្លីៗជាច្រើននិយាយពីប្រវត្តិជនជាតិផកេអញ្ចឹងណាពីប្រវត្តិដែលខ្ញុំចាំជាងគេហ្នឹងគឺខាងផគេទៅដឹកស្បៀងទៅអីអញ្ចឹងណាអូយទៅបាក់យាយហើយទស្សនភាពហ្នឹងវាលក្ខណៈថាវាលេចផុសចេញមកនៅនឹងមុខហ្មងណាវាស្ដែងហ្មងដូចមនុស្សហោះហើយនេះហ្នឹងគឺស្ដែងហ្មងហើយដូចមនុស្សដើរនៅលើស្ពាននេះអីក៏សัตว์ពិតមនុស្សពិតនៅលើហ្នឹងហ្មងអញ្ចឹងធ្វើឲ្យយើងប្លែកភ្នែកមែនតែនពេលដែលមើលការសម្ដែងរបស់ពួកគាត់ចាហើយនិយាយទៅច្រើនរឿងណានិយាយទៅខ្ញុំកាត់បានតិចតែបើថាខ្ញុំរៀបរាប់ចាភ្លេចអស់លេងមានសល់អីមិនតិចសោះប្រែហើយសឹងអ្នកនរគ្នាអាចមើលបានចា
អូហើយមួយទៀតអ្នកទាំងអស់គ្នាអូយសម្រាប់អ្នកសំដែងមិញណាស្អាតខ្លាំងមែនតែនស្អាតទាំងផុសទាំងស្អីហើយបើសាច់គេឡងសអូយស្អាតខ្លាំងហើយដូចការរាំនេះអញ្ចឹងអូខ្ញុំនិយាយមែនសរសើរខ្លាំងមែនតែនហ្មងនិយាយទៅសរសើរមិនដឹងនិយាយថាម៉េចហ្មងគឺពួកគាត់ប៉ិនខ្លាំងមែនតែនដឹងវឹកខាត់ប៉ុណ្ណាទៅនៅតែបានប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំមើលអីហើយដល់មកខ្ញុំទៅញ៉ាំបាយល្ងាចទៀតហើយនិយាយទៅនេះបានហៅថាការដើរលេងចាលេងញ៉ាំតែម្ដងហើយនេះសម្រាប់បន្ទប់គេងចាអូយបន្ទប់គេងគេស្អាតហើយទំនើបហើយបើម្ដងនេះវិញគឺទំនើបមែនតែនហ្មងខ្ញុំនិយាយមែនកតុបទឹកអីណាទំនើបដល់ចាស់គាត់និយាយថាទំនើបពេកគាត់រកកន្លែងបើកភ្លើងអត់ឃើញវាកតុបទឹកនេះអីចាប្រើសតេលេរកកន្លែងចុចអត់ឃើញទេនិយាយទៅនឹកស្មានដល់ហ្មងទៅដបូហូរទៅកន្លែងចុចទឹកក៏ឃើញដែរហើយបន្ទាប់មកក៏យើងបានមកដល់ភូមិបុរាណលីជាងយើងញ៉ាំអីហើយមិនយើងចេញមកពួកអីវានៅចិត្តកន្លែងគេងដែរទេយើងដើរតែបន្តិចគឺមកដល់ហ្មងអ៊ូអខ្លាំងមែនតែនខ្លាំងហើយវាមានលក្ខណៈគេហៅថាផាប់ដែលមានអ្នកច្រៀងហើយយើងអាចនៅក្នុងនឹងស្ដាប់ភ្លេងស្ដាប់អីចឹងណាហើយនៅកន្លែងហ្នឹងគេតែងបុរាណច្រើនមែនតែនថតរូបថតអីអ្នកនរគ្នាអាចមើលឃើញនៅក្នុងវីដេអូហ្នឹងអូយសុទ្ធតែអូយក៏ជាស្អាតមែនតែននិយាយទៅគេមកនឹងគេតុបតែងច្រើនមែនតែនហើយនេះផាប់ដែលអីខ្ញុំនិយាយហ្នឹងអូយឃើញហើយតាក់ទាញបរោយហ្នឹងណាហើយអ្នកច្រៀងគេក៏ស្អាតនេះខ្ញុំថតបានប៉ុណ្ណឹងចែកគ្នាមើលនិយាយទៅមានច្រើនមែនតើអ៊ូអនិយាយទៅនៅនឹងពេលយប់គឺអ៊ូអខ្លាំងហ្មងបើពេលព្រឹកបាច់មនុស្សអលីងអត់ដឹងទៅណាអស់ទេអញនឹងថាគេមិនទាន់ដល់ម៉ោងបើកអញ្ចឹងណាអញ្ចឹងទៅយើងមកយប់ឡើងអ៊ូអស្បាយបើថាចង់ថតរូបមកព្រឹកឡើងអញ្ចឹងជួបគ្នាភាពបន្ត